ជំរាបសួរលោកគ្រូខ្ញុំបាទខ្ញុំឈ្មោះសុភនីនិងមិត្តរួមរបស់ខ្ញុំគឺខេត្តអរិទ្ធថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញអំពី project final C-Sharp ដែលលោកគ្រូបានដាក់ឲ្យជាដំបូងឡើយហ្នឹងគឺខ្ញុំនឹងមកក្រាន់កូដជាមុនបន្ទាប់ពីយើងក្រាន់កូដហើយយើងនឹងមកបញ្ចូលកូដម្ដងជាដំបូងឡើយហ្នឹងគឺយើងត្រូវបង្កើត class product មួយសម្រាប់ class product ហ្នឹងដែរគឺយើងមាននៅក្នុងនោះជា product ID description category quantity price continue status ហើយនិង image ហើយនៅខាងក្រោមនេះដែរគឺជាកូដ constructor សម្រាប់ទាំងអស់ហ្នឹងគឺវានឹង pass ទៅចូល parameter សម្រាប់កូដទាំងអស់ហ្នឹងគឺវានឹង pass ចូលក្នុង parameter ហើយនៅក្នុងកូដខាងក្រោមនេះគឺជាកូដដែលសម្រាប់អាស្រ័យ to value ដែលយើងដំបូងឡើយហ្នឹងគឺខាងនេះគឺជា parameter ដែលយើងមាន keyword មួយរបស់ C-Sharp ដែរ this ហ្នឹងគឺសម្រាប់បញ្ជាក់ថាមួយណាជា parameter មួយណាជា class ហើយនៅខាងនេះគឺជាកូដដែលរបស់ list យើងស្រាប់កូដហ្នឹងគឺដំបូងឡើយគឺយើងមាន form យើងមាន class list form បង្កើត list form ហើយក្នុងហ្នឹងគឺយើងមាន image ដែលសម្រាប់បោះចូលក្នុង picture box ហើយខាងក្រោមនេះគឺជា data grid ដែលយើងប្រកាស data grid ហ្នឹងគឺដើម្បីប្រកាសចូលក្នុង data grid ហ្នឹងគឺយើងត្រូវ add ID description category quality ទាំងអស់ហ្នឹងចូលទៅក្នុង data grid ជាមុនសិន column របស់វាហើយនៅខាងក្រោមនេះគឺជា image column ដែលយើងប្រកាសចូលក្នុង data grid ហើយនេះគឺជា name photo header text ហើយនឹង image layout ដែលយើងបញ្ជាក់ layout ហ្នឹងគឺសម្រាប់ឲ្យ image របស់យើងហ្នឹង zoom បានហើយនឹងខាងក្រោមនេះគឺសម្រាប់ add ចូលក្នុង image add ចូលក្នុង column របស់ data grid ហ្នឹងហើយសម្រាប់ខាងក្រោមនេះដែរគឺជាប៊ូតុង add ដែលយើងបាន add វាហ្នឹងគឺដំបូងឡើយគឺយើងបានប្រកាសវាចេញពី product ហៅយក product ហ្នឹងប្រកាសចេញពី class product របស់យើងហ្នឹងឲ្យចូលក្នុង data grid ដែលយើងមាន text ID text description អីហ្នឹងយើងនឹងប្រកាសវាចូលក្នុងប៊ូតុង add ហ្នឹងដើម្បីវាលោតចូលក្នុង data grid របស់យើងហើយកន្លែងនេះគឺ picture box ហ្នឹងគឺសម្រាប់ add ចូលខាងក្រោមនេះគឺជា product list ដែលយើង add វាហ្នឹងចូលក្នុង row របស់ product data grid របស់យើងដែលវាមាន product ID product description category quality price continue ហើយកន្លែងនេះគឺសម្រាប់បញ្ជាក់វាថា yes and no យើង click លើហ្នឹងណាខាងក្រោមនេះគឺជា status និង image នេះគឺជា message box ដែលវាអាច show វាឃើញ add នៅលើហ្នឹងបានហើយនៅខាងក្រោមនេះគឺជា quantity ដែលយើង check វានៅលើហ្នឹងទៅវាយើង click លើ new វានឹងចេញ new ដល់ពេលយើង click លើ second hand វានឹងចេញ second hand បើយើងអត់ click លើហ្នឹងទេវានឹងចេញ unknown យើងឃើញតែម្ដងអត់ load នឹងទេ
ស្រាប់កន្លែងនេះគឺជា status ហ្នឹងគឺវាជារឿងណាឥឡូវដែរប៉ុន្តែវា click ដូចគ្នាអញ្ចឹងបើយើងជាយើង click លើ discount វានឹងចេញ discount warranty វានឹងចេញ warranty យើងអាច click លើទាំងពីរក៏បានដែរវានឹងចេញមកដូចគ្នាតែបើយើងសិនជាយើងអត់ click លើហ្នឹងទេវានឹងចេញពាក្យថា no តែបញ្ជាក់ថាអត់មាននោះទេសម្រាប់កន្លែងនេះគឺជា picture box សម្រាប់ picture box នេះដែរគឺយើងប្រកាសវាចេញពី open file របស់យើងហ្នឹងដើម្បីយករូបភាពចេញពី picture ដែលមានដូចជា JPG JPG PNG អីហ្នឹងហើយយើងអាចប្រកាសវាចូលក្នុង data grid ហ្នឹងបាន show វាលើហ្នឹងលើ form ហ្នឹងបានចុងក្រោយសូមអរគុណលោកគ្រូដែលបានចំណាយពេលស្ដាប់នៅវីដេអូរបស់ខ្ញុំបាទសូមអរគុណលោកគ្រូ